nó cái này vậy bác con làm thế bằng khơi video hay đi chiều video trong cày rồi bọc nhóm ui anh chắc là ngon cái cái đăng khuôn này mình lươn cái khác mình đăng cái cương là mình đăng cái cương mình cái cương là anh cho chả tao à xua sầm đáy tức là xua má sầm đáy mẹ ơi sầm đáy thậtដំបូងមុននឹងដល់កិច្ចដែលខ្ញុំព្រះករុណាលើកយកព្រះវិន័យដែលតេតងនឹងរឿងសាមណេរណាប៉ះពាល់ស្ត្រីបានឬមិនបានហើយក៏ជាសារមួយដែលខ្ញុំកណាអាត្មាធ្វើការបញ្ជាក់តេតងទៅនឹងវីដេអូដែលផ្សព្វផ្សាយដោយវត្តរាជបូរខេត្តសៀមរាបដែលសម្ដេចព្រហ្មរតនៈគណៈមហានិកាយសម្ដេចមានព្រះរាជធរណីកានៅតាក់ទងនឹងសាមណេរពិទូសួរសម្ដេចពេលដែលព្រះអង្គគ្រូច័ន្ទសុជនថាឲ្យសាមណេរពិទូនឹងសួរសម្ដេចមើលប៉ះពាល់មនុស្សចាស់បានសម្ដេចមានព្រះរាជធរណីកាថាប៉ះបានមិនអីទេហើយព្រះអង្គគ្រូដែលគង់ចិត្តហ្នឹងក៏ជាមួយនឹងញាតិញោមហ្នឹងក៏សាទរសំណើចឡើងមុននឹងដល់កិច្ចនិយាយពីរឿងហ្នឹងខ្ញុំគណៈអាត្មាសូមនមស្ការព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងជាទីរលឹកសូមក្រាបនមស្ការសម្ដេចព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏សូមនមស្ការជាពិសេសសម្ដេចព្រះព្រហ្មរតនមុនីព្រះអង្គគ្រូគ្រប់ព្រះអង្គមុននឹងលើកយកព្រះវិន័យមកបរិយាយខ្ញុំកណាសូមព្រះរាជទានទោសប្រទានទោសពីសំណាក់សម្ដេចព្រះថេរានុថេរៈគ្រប់ព្រះអង្គទុកជាមុនខ្ញុំកណាអាត្មាមិនមែនជារតញ្ញូវិញ្ញូជនពហុសោតអ្នកប្រតិពលយល់ឆ្លៀសនៅក្នុងព្រះវិន័យនឹងមុតមមទេគ្រាន់តែធ្វើការសិក្សាស្រាវជ្រាវខ្លះតេតងនឹងព្រះវិន័យកន្លងមកក្នុងភ្នោះរបស់ខ្ញុំកណាអាត្មាដែលបានបំពេញនៅក្នុងពុទ្ធសាសនាតេតិននៅក្នុងរឿងហ្នឹងគឺខ្ញុំកណាអាត្មាភាពឃើញនៅក្នុងបណ្ដាញសង្គមណាដូចជាលោកអញ្ញាមួយរូបដែលអតីតជាអ្នកបួសគាត់ពោលតេតងនឹងរឿងសាមណេរប៉ះពាល់ស្ត្រីបានក៏មានអ្នកសាទរក៏មានអ្នកមិនសាទរហើយក្នុងខ្សែវីដេអូដែលផ្សព្វផ្សាយដោយវត្តរាជបូរក៏ដូចគ្នាដែរណាមានអ្នកសាទរសាធុអីចឹងហើយណាប៉ុន្តែខ្ញុំគណៈអាត្មាភាពនៅតែមើលឃើញភាពស្រពេចស្រពិលនិងមិនដាច់ស្រេចណាអ្វីទៅជាភាពស្រពេចស្រពិលនិងមិនដាច់ស្រេចតម្រង់នៃការឆ្លើយមានអំណាងក៏ប៉ុន្តែគ្រាន់តែចំណុចមួយចំនួនអត់បានខៃសេចក្តីឲ្យបានពឹស្ដាប្រកាសថាតើការប៉ះហ្នឹងវាពិតជាមិនបានមែនឬយ៉ាងម៉េចបើមិនបានមែនមានស្អីមកជាគោលអាងហើយបើប៉ះបានមែនមានកម្ពីណាជាគោលអាងហ្នឹងហើយដោយសម្ដេចមានព្រះរាជទូលធរណីកាថាប៉ះបានតែមនុស្សចាស់នឹងស្រីហ្នឹងមានអីប៉ុន្តែខ្ញុំបណ្ដានៅតែគោរពនៅព្រះបញ្ញាញាណរបស់សម្ដេចមានព្រះរាជបន្ទូលថារឿងស្ត្រីប៉ះលោកនេះវាមិនមានទោសទេ
កុំឲ្យតែលោកប៉ះស្ត្រីនឹងហ្នឹងចឹងនៅក្នុងហ្នឹងខ្ញុំកណាសូមគោរពតាមព្រះបញ្ញាញាណរបស់សម្ដេចព្រហ្មរតនមុនីគឺពិតអញ្ចឹងមែននៅក្នុងលោកកវជ្ជសិក្ខាបទ49សិក្ខាបទចំណុចចាប់ផ្ដើមគឺតាក់ទងនឹងមាតុក្រាមហ្នឹងហើយបើនិយាយតាក់ទងនៅក្នុងព្រះវិន័យគឺមានចែងនៅក្នុងព្រះវិន័យបិដកភាគ6ណាភាគ6ហ្នឹងខ្ញុំណាអាត្មាភាពចាំមិនបានទេប៉ុន្តែដូចជាចាប់ផ្ដើមនិយាយពីរឿងបំពោះរាហុលកុមារហ្នឹងមានវិន័យដែលតាក់ទងនឹងសាមណេរណាមានវិន័យតាក់ទងនឹងសាមណេរបើសិនជាអស់លោកអ្នកសប្បុរសមើលព្រះវិន័យបិដកមិនងាយយល់សូមអស់លោកមើលអត្ថកថាឬក៏តាក់ទងទៅនឹងដីកាកែខៃផ្សេងដើម្បីឲ្យយើងយល់នៅក្នុងសិក្ខាបទហ្នឹងណាដើម្បីឲ្យយើងរឹតតែច្បាស់រឹតតែបញ្ជាក់នៅក្នុងសិក្ខាបទហ្នឹងយ៉ាងដូចជារឿងហ្នឹងរឿងប៉ះហ្នឹងណាសាមណេរប៉ះមនុស្សស្រីបានអត់សម្ដេចមានព្រះបន្ទូលដោយព្រះបញ្ញាញាណពិតណាស់ស្ត្រីមកប៉ះលោកភិក្ខុក៏ដោយសាមណេរក៏ដោយលោកអត់មានទោសទេក៏ប៉ុន្តែក្នុងពេលដែលប៉ះបើសិនជារាគៈចិត្តរបស់លោកកើតឡើងអាហ្នឹងក៏រាប់ជាទោសសម្ដេចណាញាតិញោមក៏យល់ដែររាប់ជាទោសតែបើលោកអត់មានចេតនាប៉ះណាអត់មានចេតនាទៅបៀតបៀនទេហើយញោមស្រីហ្នឹងមកប៉ះលោកអាហ្នឹងលោកអត់មានអាបត្តិទេសាមណេរក៏មិនជាឆ្កងអីដែរណាញាតិញោមកាត់ណាអញ្ចឹងតេតងនៅក្នុងប្រធានបទហ្នឹងខ្ញុំកាត់ណាអាត្មាភាពចង់និយាយពីអីឲ្យវាបញ្ជាក់ច្បាស់លាស់ខ្ញុំកាត់ណាអាត្មាភាពគាត់តែចង់បញ្ជាក់ថាតើសាមណេរនឹងត្រូវប៉ះស្ត្រីបានឬមិនបានតែប៉ុណ្្នឹងទេណាប៉ះបានឬមិនបានតែប៉ុណ្្នឹងទេខ្ញុំណាអាត្មាភាពនឹងលើកយកទឹកតាងហេតុផលឲ្យបញ្ជាក់ដើម្បីប្រកេនថ្វាយសម្ដេចថេរានុថេរៈចែកជូនញោមញាតិបានយល់អំពីរឿងព្រះវិន័យមែនទែនទៅគណៈពេលហ្នឹងហាក់ដូចជាយើងមកវែកញែកអីរឿងទូចបន្តិចមួយណាมันគួរក៏អីទេប៉ុន្តែមើលទៅវាដូចធំដុំក្នុងបណ្ដាញសង្គមហ្នឹងដូចជាអត់ដាច់ស្រេចអីចឹងទៅខ្ញុំណាក៏សូមចូលរួមចំណែកជាផ្នែកតូចមួយទេអ្វីដែលយើងត្រូវយកចិត្តទុកដាក់ពេលហ្នឹងគឺយើងរួបរวมយើងសាមគ្គីគ្នាអ្នកដែលប្រទេសសៀមកំពុងតែទន្ទ្រានយកដីខ្មែរយើងបងណាសៀមដែលកំពុងតែរំលោភបូរណភាពទឹកដីរបស់យើងដែនអធិបតេយ្យភាពរបស់ប្រជាជាតិកម្ពុជាយើងខ្មែរយើងគួរតែមានមតិចូលរួមថាតើយើងគួររកដំណោះស្រាយយ៉ាងម៉េចនៅក្នុងកិច្ចការងារហ្នឹងអាហ្នឹងវាជារឿងសំខាន់ប៉ុន្តែកិច្ចការងារហ្នឹងក៏មានរដ្ឋាភិបាលក្រសួងស្ថាប័នដែលពាក់ព័ន្ធហ្នឹងលោកដុតដៃដុតជើងនៅក្នុងរឿងហ្នឹងហើយប្រជាពលរដ្ឋហ្នឹងក៏ផុសផុលដែរប៉ុន្តែជាកោសិកាសង្គមក្នុងរឿងតូចមួយហ្នឹងវាអាចធ្វើឲ្យយើងបែកបាក់សាមគ្គីញាតិញោមណាសូម្បីតែសម្ដេចព្រះបណ្ឌិតគូសុភាពក៏ណាលោកលើករឿងយើងត្រេកអរនៅក្នុងទង្វើបាបដែលគេធ្វើហើយហ្នឹងក៏មានអ្នកពេញចិត្តអ្នកមិនពេញចិត្តហ្នឹងវាទៅជាធ្វើឲ្យសាមគ្គីជាតិយើងបែកបាក់អីប៉ុន្តែញាតិញោមទោះបីជាថាមានភាពបច្ចៈច្បាស់លាស់យ៉ាងណាមនុស្សដែលមានទិដ្ឋិយល់មិនស្របក៏នៅតែគិតថារឿងហ្នឹងគឺវាមិនអញ្ចឹងទេប៉ុន្តែញាតិញោមត្រូវយកច្បាប់ឲ្យដឹងថាជាច្បាប់ប្រពៃណីឲ្យដឹងជាប្រពៃណីទំនៀមទម្លាប់ឲ្យដឹងជាទំនៀមទម្លាប់អញ្ចឹងយើងកុំចេះតែដេញគោគេចូលក្រោលយើងអីវាខុសរឿងណាឥឡូវឈានចូលដល់ប្រធានបទវិញប្រធានបទវិញតើសាមណេរនេះអាចប៉ះស្ត្រីបានដែរឬអត់សម្ដេចលោកមានព្រះបន្ទូលដោយព្រះបញ្ញាញាណដ៏ល្អដូចខ្ញុំណាលើកដើមអញ្ចឹងបើស្ត្រីទៅប៉ះលោកអត់បាបទេតែក្នុងព្រះវិន័យលោកនិយាយហេតុផលបាបមានបញ្ជាក់បើសិនជារាគៈចិត្តរបស់លោកកើតឡើង
អាហ្នឹងគឺទោសរមែងកើតឡើងបានហើយណាតែបើមិនមានអត់បានមែនករណីមួយទៀតដែលសាមណេរពិទូខ្ញុំណាលើកចំឈ្មោះសូមបរិយាទានទោសប្រទានទោសពីសំណាក់បបៃតាសង្ឃវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ក៏ដូចជាប្រធេរានុត្តរៈគ្រប់អង្គក្នុងខ្សែវីដេអូដែលលោកអុកញ៉ាមួយរូបដែលអតីតជាអ្នកបួសហើយគាត់ជាអ្នកសិក្សាទៅលើព្រះវិន័យដែរគាត់យកមកថតបង្ហាញហ្នឹងខ្ញុំក៏ថាឃើញគឺនេនពិទូហ្នឹងរត់មកអោបញោមហ្នឹងតែម្ដងណារត់មកអោបញោមស្រីហ្នឹងតែម្ដងណាឃើញពីច្រើនគាត់ញោមលើកដៃហ្នឹងក៏ឃើញថាពិទូលោកមុនមកហើយព្រះអង្គគ្រូបៃតាសង្ឃវត្តសាស្ត្រអខ្ចាស់លោកមិនមានពេលនៅគ្រប់គ្រងពិទូហ្នឹងគ្រប់ពេលវេលាទេណាដូចលោកលើកនៅក្នុងខ្សែវីដេអូវត្តបរិជ្ជបូដែលមានเพจវត្តរិជ្ជបូខេត្តសៀមរាបណាបានផ្សព្វផ្សាយឡើងលោកថាលោកអត់បានដឹងរឿងទេហើយព្រះអង្គក៏មានថេរការល្អប្រាប់ពិទូដែរថាពីថ្ងៃហ្នឹងទៅប្រាប់ញោមមកឈប់ណាជារឿងល្អញាតិញោមមិនមែនលោកមិនខុសទេលោកក៏មិនចង់មានរឿងអញ្ចឹងកើតឡើងដែរប៉ុន្តែក្នុងនៃសេចក្តីហ្នឹងខ្ញុំណាលើកពីរឿងដែលត្រូវបួសជាសាមណេរមុនសិនដើម្បីឲ្យញាតិញោមយល់នៅក្នុងសាច់រឿងហ្នឹងណាសម័យដើមការបបួសសាមណេរនេះអត់មានកំណត់អាយុទេញោមអាយុប៉ុណ្ណាក៏មកបួសបានដែរណាអាយុប៉ុណ្ណាក៏មកបួសបានដែរប៉ុន្តែនៅក្នុងសម័យមួយនោះមានស្រុកមួយកើតអហិវាទរោគអហិវាទរោគហ្នឹងគឺរោគចុះក្អួតញាតិញោមអញ្ចឹងមនុស្សនៅក្នុងស្រុកភូមិវាកើតរោគចុះក្អួតឆ្លងគ្នាទៅវិញទៅមកនិយាយរឿងហ្នឹងតាក់ទងជាមួយនឹងព្រះសិរីបុត្រណានៅក្នុងបដិមកកាន់ក៏មានសម្ដែងដែរណាដែលដកស្រង់ចេញពីព្រះវិន័យបិដកមកដែរណាពេលដែលកើតអហិវាទរោគហ្នឹងក៏មានគ្រួសារមួយប្រពន្ធស្លាប់ដោយអហិវាទរោគសល់តែកូនប្រុសតូចមួយហើយនឹងឪពុកមួយណាអញ្ចឹងសម័យក្រោយមកទាំងពីរនាក់ហ្នឹងក៏មិនដឹងជាទៅណាម្នៃក៏នឹកគិតថាការចិញ្ចឹមជីវិតហ្នឹងភេទអ្នកបួសហ្នឹងគឺប្រពៃហើយឪពុកមកបួសដល់តែឪពុកមកបួសវានៅសល់កូនតូចមួយដែលវាអត់មានអ្នកណាគ្រប់គ្រងអ្នកណាមើលថែឪពុកហ្នឹងក៏យកកូនតូចមួយដែលមិនទាន់ដឹងអីហ្នឹងយកមកបួសដែរពេលដែលទៅណាមកណាគឺថាត្រូវតែយកកូននេនទូចនឹងតាមញាតិញោមឪពុកណាត្រូវយកកូននេនទូចតាមរឿងដែលគួរឲ្យកត់សម្គាល់ពេលដែលឪពុកចេញបានបាតឪពុកចេញបានបាតហ្នឹងដឹងយ៉ាងម៉េចញាតិញោមអ្នកស្រុកមកដាក់បាតដាក់នំដាក់បាយបាតដាក់នំក្នុងបាតស្ដៅដុំស្ដៅអីហ្នឹងណាលោកនេនទូចហ្នឹងលោកវាអត់ទាន់មានកំណត់ចាស់ធំគាត់គេដាក់នំចូលក្នុងបាតឪពុកផ្លុកឯនេះលូកយកមកបរិភោគតែផ្ដេសដាស់ដើរឯងពីវាលពីកាលទៅជូនទៅរត់លេងជូនទៅក៏បរិភោគអើធ្វើខ្ជាក់ផងធ្វើស្អីផងណាតែមើលអាកប្បកិរិយាជាកូនក្មេងតូចដែលមិនទាន់មានគំនិតគ្រប់គ្រងខ្លួនឯងអ្នកស្រុកអ្នកភូមិពលទោសតេះដៀលហើយសមណសក្យបុត្រមិនសមជាសមណសក្យបុត្រដូចក្មេងអ្នកស្រុកឲ្យសមតែក្មេងអ្នកស្រុកហ្នឹងមិនគួរអីយ៉ាងម៉េចក៏ពលទោសតេះដៀលតាមហ្នឹងទៅរឿងហ្នឹងលេចលឺដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិការបំបួសសាមណេរនេះមិនឲ្យបំបួសនៅទីរក់ណាដែលមានអាយុមិនគ្រប់7ឆ្នាំទេទាល់តែគ្រប់7ឆ្នាំទើបឲ្យបួសមូលហេតុអីញាតិញោមមូលហេតុនៅត្រង់ថាកុមារតូចពេកมันអាចត្រើតត្រួងនៅសមណកម្មអំពើរបស់សមណៈបានទេហើយมันដឹងនៅកិច្ចកម្មរបស់សមណៈបានគ្រប់ជ្រុងជ្រោយมันអាចទទួលយកវត្តប្រណិប័តដែលឧបជាឲ្យទៅដល់ពេញលេញបានទេឬក៏តែអង្គនៃការចងចាំនឹងវាចាំបានយូរចរិតនឹងគឺថាវានៅតែជាទារកតូចល្អអត់ទាន់មានវិចារណញ្ញាណថាខ្លួនជាអ្នកបួសអីចឹងណាមានសតិសមោសាភ្លេចស្មារតីអត់ដឹងថាខ្លួនជាអ្នកបួសតើគេប្រាប់ថានេះអ្នកឯងអ្នកបួសណាអូនឹងឲ្យខ្ញុំអ្នកបួស
ដល់គេភ្លេចប្រាប់ក៏បាត់អាអ្នកប៊ូសនឹងទៅទៀតទៅវាអត់ចងចាំស្អីណាពិបាកឧបជាទូលមានព្រានបដៅអីព្រោះក្មេងពេកតូចពេកនេះទៅនឹងហើយដែលញាតញោមសពថ្ងៃទាំងទៅប្រកាន់អីលោកនៅតូចអញ្ចឹងហើយដូចតកូនយើងដូចតចៅយើងព្រោះតែរឿងនឹងហើយដើម្បីបំបត្តិការនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គអត់ឲ្យពំពោះកុលបុត្រដែលមានអាយុមិនទាន់គ្រប់7ឆ្នាំទេប៉ុន្តែមានរឿងមួយទៀតកើតឡើងអនុបញ្ញត្តិពុទ្ធានុញ្ញាតណាពេលដែលក្រោយមកមានស្រុកដែលកើតអហិវាទរោគនេះឧបថារបស់ព្រះសិរីបុត្រនេះណាញាតិញោមគ្រួសារហ្នឹងគឺមានឪពុកហើយនឹងម្ដាយស្លាប់បាត់ទៅនៅសល់តែកូនប្រុសមួយតូចតែអាយុមិនទាន់គ្រប់7ឆ្នាំទេប៉ុន្តែទារកហ្នឹងគឺមានបញ្ញាញាណមានវិចារណញាណអាហ្នឹងទុកស្មើបានថាក្មេងតែកំណត់ចាស់ដឹងខុសត្រូវដឹងគួរមិនគួរហ្នឹងពេលដែលព្រះសិរីបុត្រនិមន្តបិណ្ឌបាតញាតិញោមលោកក៏ចាប់ផ្ដើមសម្លឹងមិនមែនលោកឯងសំទោសទារកហ្នឹងសម្លឹងមើលលោកសម្លឹងទៅកុមារតូចហ្នឹងព្រះសិរីបុត្រលោកក៏កើតការនឹកសំណោះដល់គ្រួសារហ្នឹងមានឧបការៈលើលោកយករឿងហ្នឹងទៅទូលព្រះសម្មាសម្ពុទ្ធតាក់ទងរឿងហ្នឹងព្រះអង្គឲ្យអង្កេតមើលអាកប្បកិរិយារបស់កុមារហ្នឹងចឹងបានព្រះអង្គទ្រង់មានពុទ្ធានុញ្ញាតបន្តមកថាម៉េចណែព្រះអង្គអនុញ្ញាតឲ្យកុលបុត្រនឹងបួសបានមិនចាំបាច់ដល់អាយុ7ឆ្នាំទេអាចដេញបង្អែកកអើលដេញបង្អើលកែកបានហើយទារកនឹងគឺអាចមានបញ្ញាញាណការចងចាំការដឹងខុសត្រូវមានចរិតរឹកពីហ្នឹងសំគួរនឹងបំពុះបានចឹងយើងក៏លេខទៅមើលការបបួសសាមណេរក្នុងសម័យបច្ចុប្បន្នខ្ញុំបកណ្ណាអាត្មាសូមប្រទានទោសញោមញាតពីសម្ដេចព្រះថេរានុថេរៈប្រគុណម្ចាស់គ្រប់ព្រះអង្គដែលមានសាមណេរតូចខ្ញុំណាក៏ធ្លាប់មានសាមណេរតូចណាប៉ុន្តែខ្ញុំណាមិនមានតូចដល់ថ្នាក់តូចប៉ុណ្ណឹងឯណាមានធំណាចាប់ពី8 9ឆ្នាំ7ឆ្នាំជាងអីចឹងទៅខ្ញុំណាមានសាមណេរចឹងធ្លាប់បួសជាមួយបើទូចពេកហ្នឹងក៏មិនដែលមានទេប៉ុន្តែព្រះអង្គគ្រូគ្រប់អង្គមានទេការបបួសសាមណេរមិនមែនប្រពុតបិទដាច់ណាត់ថាត្រូវតែគ្រប់7ទេឃើញទេព្រះអង្គឲ្យមើលអាកប្បកិរិយាសាមណេរហ្នឹងអញ្ចឹងបើយើងក៏លេខមើលសាមណេរសពថ្ងៃសាមណេរមួយចំនួនល្អញាតិញោមដឹងខុសដឹងត្រូវនៅតូចប៉ុន្តែលោកមានសតិស្មារតីល្អអាចដឹងគួរគួរណាដោយសាមណេរសំណាងអីទៅបួសរៀនសូត្រសំគួរហើយសាមណេរសីហាអីប៉ុន្តែឥឡូវលោកធំហ្នឹងណាហ្នឹងហើយអាចដឹងខុសត្រូវអីសំគួរនឹងបបួសប្រពុតលោកមិនមែនដាច់ណាត់ទេអញ្ចឹងបានសិក្ខាបទមួយយើងត្រូវរៀនមើលទាំងដើមចុងកណ្ដាលឲ្យយល់សេចក្តីនៃការបញ្ញត្តិនិងពុទ្ធិនិញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងនៃសេចក្តីហ្នឹងណាកលេចមកនៅក្នុងរឿងហ្នឹងខ្ញុំគណៈអាត្មាភាពជំនពរប្រគេនសម្ដេចព្រះថេរានុត្តរញាតិញោមថាសពថ្ងៃដោយសារអីបណ្ដាញសង្គមតាក់ទាញចំណាប់អារម្មណ៍រឿងមួយចំនួនប្របីដាសងវត្តមិនមែនលោកមិនយល់មិនមែនលោកចេះទេវាអាចជាធ្វើឲ្យមនុស្សម្នាពុទ្ធបរិស័ទអីយល់ចូលចិត្តនៅក្នុងពុទ្ធសាសនាអីទៅក៏នឹកគិតថាការបបួសសាមណេរតូចនេះទី1ដើម្បីជួយសង្គ្រោះហើយទី2ដើម្បីនឹងឲ្យញាតិញោមបានចូលទៅអាស្រ័យទានជាមួយលោកអីចឹងទៅខ្ញុំណាពោលប៉ុណ្ណឹងចុះញាតិញោមណាសូមពោលប៉ុណ្ណឹងចុះអញ្ចឹងហើយបានជាមានសាមណេរមួយចំនួនលោកស្មារតីរបស់លោកមិនតាន់ជាគ្រប់គ្រងខ្លួនឯងឬក៏មិនតាន់ដឹងខុសត្រូវទេណាត្រូវរត់រយទៅត្រូវលេងអីលេងទៅដូចជាលបែងក្មេងអ្នកស្រុកអញ្ចឹងបានជាកុលបុត្រមុននឹងបួសហ្នឹងគេគប្បីឲ្យរៀននៅបច្ចវេកណៈ4ណាបច្ចវេកណៈ4មានស្អីធាតុបច្ចវេកណៈបដិកោលបច្ចវេកណៈតាំងខនិកបច្ចវេកណៈអតីតបច្ចវេកណៈខ្ញុំណាអាត្មាភាពនិយាយរឿងតាំងខនិកបច្ចវេកណៈពេលដែលកំពុងបរិភោគហ្នឹងចឹងបានពុឧបជាត្រូវទៅបង្រៀនសាមណេរតូចហ្នឹងឲ្យដឹងពីបច្ចវេកណៈដែរ
ណាខ្ញុំណានិយាយរឿងចង្ហាន់បណ្ឌបាតមួយចង្ហាន់បណ្ឌបាតណានេះចង្ហាន់បណ្ឌបាតនេះអញបរិភោគដើម្បីនឹងលេងដោយក្មេងអ្នកស្រុកក៏ទេដើម្បីនឹងឲ្យកើតបរិសម្មានអ្នកស្រវឹងដោយអ្នកប្រដាល់ក៏ទេណាបន្តទៅខ្ញុំណាមិនសូត្រទៀតទេវាអស់ពេលខ្លីខ្ញុំណាលើកប៉ុណ្ណឹងណាសាមណេរឆានឲ្យមិនលេងដូចក្មេងអ្នកស្រុកអញ្ចឹងលោកនេនទូចបើយើងក៏លេងមើលរាល់ថ្ងៃមានញាតិញោមខ្លះហ្នឹងរហូតដល់ទៅទិញរបស់លេងដូចក្មេងអ្នកស្រុកហ្នឹងទៅឲ្យលោកលេងទៀតឃើញទេតើដល់យើងក៏លេងទៅលើបព្វជិតសមណធម៌របស់ពួកសមណកម្មអំពើរបស់អ្នកបួសខុសផ្ទុយឆ្លាស់ដាច់ឈឹងអញ្ចឹងរឿងហ្នឹងមុននឹងបបួសកុមារតូចយើងត្រូវសិក្សាមើលដែរសង្កេតមើលដែរពុទ្ធវិជាហ្នឹងឥឡូវទាញមករឿងសាមណេរប៉ះស្ត្រីបានឬមិនបានត្រង់ហ្នឹងហើយគឺជាតួនាទីរបស់ព្រះឧបជានៅក្នុងវិន័យបេដកភាគ6សាមណេរត្រូវតែសិក្សាអំពីសិក្ខាបទ10ទណ្ឌកម្ម10នាសនាង្គៈ10និងលោកវច្ចៈសិក្ខាបទហ្នឹង49សិក្ខាបទបូករួមនឹងសិក្ខាវត្ត75សាមណេរមានសិក្ខាច្រើនអញ្ចឹងនិយាយមករឿងតើសាមណេរគួរប៉ះស្ត្រីបានញាតិញោមបើរាប់នៅក្នុងសិក្ខាបទមាតុក្រាមពាក្យថាមាតុក្រាមមួយសំដៅដល់អ្នកដែលមានរាងកាយអវយវៈដូចជាម្ដាយយើងហៅថាមាតុក្រាមក្នុងសិក្ខាបទមាតុក្រាមបញ្ជាក់ថាទារកដែលទៅកើតតែថ្ងៃមួយហ្នឹងក៏រាប់ថាជាមាតុក្រាមបានណាទារិកាសុនទោសក្មេងស្រីតូចល្អិតហ្នឹងក៏រាប់ជាមាតុក្រាមបានមានរាងមានអវយវៈដូចម្ដាយរបស់យើងហៅថាមាតុក្រាមមិនគួរប៉ែណាឥឡូវសិក្ខាបទហ្នឹងបានអីមកយកអីមកនិយាយបើនិយាយពីរឿងលោកវច្ចៈសិក្ខាបទវាសុទ្ធតែអង្គហេតុកើតពីលោកទៅមុនណាក្នុងលោកវច្ចៈសិក្ខាបទ49ចំណុចដើមដែលមានទុតថលវិជ្ជាឬក៏សាមណេរទៅប៉ះពាល់កាយស្ត្រីហ្នឹងណាដោយតម្រេកហ្នឹងណាអញ្ចឹងកើតពីសាមណេរទៅមុនចុះបើសិនសាមណេរលោកអត់កើតចិត្តនឹងផងហើយមិនតើយើងគួរឆ្លើយយ៉ាងម៉េចថាលោកប៉ះបាននៅក្នុងព្រះវិន័យសាមណេរមិនត្រូវប៉ះទេខ្ញុំកណាអាត្មាភាពពូលយ៉ាងហ្នឹងមូលហេតុអីហាងអីបើត្បិតនៅក្នុងព្រះវិន័យបិដកលោករាប់ត្រឹមតែសិក្ខាបទរបស់សាមណេរ10ទណ្ឌកម្ម10នាសនាង្គៈ10ឬរាប់អំពីលោកវច្ចៈសិក្ខាបទ49សិក្ខាបទរាប់អំពីសិក្ខាវត្ត75ក៏ប៉ុន្មានប៉ុន្តែខៃសេចក្តីនៅក្នុងអត្ថកថាដែលការនានាមានបច្ចៈហ្នឹងខ្ញុំកណានិយាយអំពីការបច្ចៈនៅក្នុងគម្ពីរសរថទីបនិដិកាដែលលោកបច្ចៈនៅក្នុងសិក្ខាបទនៅក្នុងវិន័យរបស់សាមណេរក្នុងព្រះវិន័យបេដកភាគ6ដូចជាទំព័រចាប់ពី200ជាងណាខ្ញុំណាមិនចាំទេមិនចាំទំព័រទេប៉ុន្តែញាតិញោមអាចសិក្សាពីហ្នឹងមើលពីកំណើតរាហុលប៊ូណាមើលពីកំណើតរាហុលប៊ូអញ្ចឹងនៅក្នុងគម្ពីរសារថទីបនិដិកាពោលថាអញ្ចឹងញាតិញោមសัพពមស្សៈកប្បយ៉ាងអាចក្ខិតបន្តិតសសិក្ខាបតៈវិនិមុតតាំងបរាមាសាតិភេទាំងកប្បយ៉ាងអាចក្ខិតពាំងនៅក្នុងគម្ពីរសារថទីបនិដិកាសេចក្តីពន្យល់ជាខេមរៈភាសាយើងបថេរានុត្តរៈញាតិញោមគុណចាស់លោកពន្យល់ថាព្រះឧបជាគួរប្រាប់វត្ថុដែលជាកប្បយៈនិងអកប្បយៈគ្រប់យ៉ាងឲ្យសាមណេរដឹងកប្បយៈវត្ថុនិងអកប្បយៈវត្ថុកប្បយៈប្រែថាវត្ថុសមគួរអកប្បយៈប្រែថាវត្ថុមិនសមគួរអញ្ចឹងទាល់តែយើងទៅរៀនពីកប្បយៈនិងអកប្បយៈទៀតព្រះឧបជាដែលជាអ្នកបបួសហ្នឹងហើយណានៅក្នុងគម្ពីរហ្នឹងលោកប្រាប់លោកបញ្យល់ថាព្រះឧបជាគួរប្រាប់
vật thâu đài chia cặp bịa năng cặp bịa chẳng thử từ riêng nè cặp bịa năng máu prap lục năng là bỏ ai khla chia cặp bịa bỏ ai khla chia cặp bịa là bỏ ai khla chia sạm nạ cặp là bỏ ai khla chia sạm nạ cặp nè chẳng được không phải này năng thử riêng bị hả hay nhận nhôm mà chỉ nuôn năng xong bây tập bịa ta cặp bịa năng còn toàn vô sẽ khla chia cặp bịa sẽ khla chia cặp bịa có mình toàn đằng chẳng nhôm na còn là chlau top được không video khla chẳng bộ chia tuôn ti chăm bây giờ từ cả prap pi cặp bịa năng cặp bịa là bỏ ná cua lục bắp bò bàn là bỏ ná cua lục prap bàn bò rập hộp prap bàn là bỏ ná đại lục mình cua bò rập hộp prap nè nâng ô chia tuôn ti nơi khung kiểm pi ní miền sĩ đây bị chia tháp ô chia nó cứ quặp bay prap ở đằng nơi vật thâu đá xòm cua nâng mình xòm cua sen từ đói vật thâu đá chia parama sạ vật thâu là cái hai parama sạ vật thâu đại cua bạp àn nâng parama sạ vật thâu đá pa mình bàn mình cua pa chẳng cái pi vật thâu đại cua pa ban nâng mình cua pa ban thế cứ lúc có bay prap cặp bịa nâng cặp bịa là bỏ ná xóm cua bò rập prap bàn là bỏ ná mình xóm cua bò rập prap nè cái pi anama sạ vật thâu rứ parama sạ vật thâu cái pi nâng á từ prap cặp bịa nâng cặp bịa miền sĩ đây phải chia ở khâu nâng sả rát thạ tí bên đây hàng nâng phải chia vậy pa thà tới tại pram pi parama sạ vật thâu nâng parama sạ vật thâu đại pa ban nâng pa mình bàn nè vật thâu đại pa ban nâng pa mình bán sống từ mưa được nông anama sạ vật thâu nhưng mà dây thì về rương pa mình bán đó anama sạ vật thâu nâng hỏi lục prap pre ô chia nâng cứ prap cách nâng cặp bịa vật thâu mùi cặp bịa vật thâu mùi prap pi parama sạ vật thâu mùi nâng parama sạ vật thâu mùi đại việc phật cha pi sự hạ bọt đọc rồi bọt sa mà nè thấy nhé sự cái đây nâng lục phải chia phá ha thà trứ tại prap sa mà nè nâng ở đằng cái pi sự hạ bọt đọc đại là cần long phật cha sự hạ bọt đọc chẳng bây dương mưa tới sự hạ bọt đọc thế sa mà nè bảm được xây ở đây mẹ nhìn nhổm miền ấy nè sam nè pa nước xây miền ấy nè hay mưa toàn cam đắp ớt miên thế ớt miên sọ cái lê tợ bạt bắt còn miên chay ta sam mà nè dương mưa sự hạ bọt nơi không chợ tụ pa để sọt trong pa để màu sang vẹt sal dây pi sal bỏ phụ bị khâu đứa ớt miên dây sal sam nè đứa ớt miên dây thật trời từ pa hay pa từ miền lẹ khả năng tôi con này được không kiểm pi ní lục hay gì cái đây phải chạy dạng ba cặp bịa nâng cặp bịa parama sạ vật thâu nâng parama sạ vật thâu đại việc cần long phật pi sự hạ bọt đọp nữa pre ô chia thời tại prap lô pru sam này ní rương mà chỉ nuôn nó lóng đôi bị khẩu đài đôi rương châu xa ấy nó nhiệt nhôm sam này miền trời miền cây châu xa nè và sam này cua châu xa chỉ mùi nâng bị khẩu sầm put cái thân này bàn máu sao mà nấy tao bắt ta lục mình rọp bánh trâu nó không phụ bị khẩu đai tao tua cà rồng ăn mốt tận hía có lúc ai áp lau sầm put nâng ao tới sao mà nấy nâng đài đấy sự khả bọt nó có cu có bảy đòn ca tao tua bàn liệp sự khả đại chẳng đài vấn đề này dây mà rướng anama sập thầu hình bộ ô bị chia cu prap lô nhưng na xong beri cho tiền tô sum đạch tầm này hơi đại bộ bị chia thời tại prap bây đại bấm buộc có là bọt nâng thời tại prap anama sập thầu nâng rồi có buộc ruồi nâng prap sa mà nè nâng ở đằng sum đạch miền beri tô tha nơi cha pa bàn ta miền này vấn đề bệnh gì prap bên đấy tha bộ bị chia thời tại prap lô tha anama sập thầu cứ pàm bàn đấy nè anama sập thầu nó cứ mình cua bàn mình sẽ là tí mùi sạch trầy bơm tiền krương tay khuôn rồi bỏ sạch trầy rộp là hốt đó từ rúp đại miên riêng miên trung thế chia sạch trầy đây ở trời bà bán này
ចំណុចទី2មាសប្រាក់និងរតនវត្ថុហើយទី3គ្រឿងសត្រាវុធជាគ្រឿងប្រទុះនៃរាងកាយរបស់យើងហ្នឹងណាក៏ប៉ុន្តែវត្ថុទាំងអស់ហ្នឹងបើសិននិយាយដល់កបិតដល់ថៅអីជាដើមហ្នឹងអាហ្នឹងលោកអត់រាប់បញ្ចូលទេក្នុងពួកហ្នឹងក៏រាប់បញ្ចូលដែរដូចជាកំភ្លើងដូចជាស្អីធ្នូស្នាអីដែលគួរដល់ការកាប់សម្លាប់បាញ់បោះហ្នឹងណាដាវលំពេងអីហ្នឹងប៉ុន្តែកំបិតថៅលោករាប់នៅក្នុងរូបភ័ណ្ឌរបស់វត្តគឺប្រើប្រាស់ស្រ័យនៅក្នុងវត្តសម្រាប់ឲ្យអ្នកវកម្មពាក្យថាអ្នកវកម្មហ្នឹងដូចនិយាយស្រួលស្ដាប់ការងារដូចសំណង់ដូចអីហ្នឹងរាប់តាំងពីបបោះដីអីហ្នឹងក៏រាប់ជាអ្នកវកម្មដែរណានេះចំណុចទី3តបមកចំណុចទី4គ្រឿងប្រដាប់ចាប់សត្វលើគោកឬក្នុងទឹកម៉ងអួនណាញ់អីហ្នឹងលើបទ្រូអីហ្នឹងណាប្រសងយើងមិនគួរទៅចាប់ប៉ះរបស់ហ្នឹងឯងណាបើដល់និយាយដល់ចំណុចហ្នឹងខ្ញុំណាសូមប្រទានទោសតាមវត្តសពថ្ងៃធ្វើពិធីសង្ក្រាន្តមួយនាំគ្នាតែងត្រង់តែងរត់អីពេញវត្តព្រាតលោកប៉ះព្រាតអាហ្នឹងបើនិយាយទៅខាងចេះចុះទៀតដែរសូមទោសសូមប្រទានទោសបាទដោយសារថាចំណុចខ្វះចន្លោះឬចន្លោះប្រហោងរបស់សមណៈណាកាន់រត់កាន់ទ្រូកាន់អីនោះនេះតបតែងព្រាតអីចឹងទៅចំណុចមួយទៀតគ្រឿងប្រគំគ្រប់បែបយ៉ាងគ្រឿងប្រគំហ្នឹងសំដៅដល់របស់របរភ្លេងណាត្រចបៃខេស្អីណាខេហ្នឹងណាស្ដៀវហ្នឹងមិនគួរទៅចាប់ប៉ះលើកមកសំដែងដោយប្រការណាមួយអីក៏មិនគួរក៏បីដែរហើយទី6គ្រាប់ស្រូវផ្លែឈើដែលជាប់នៅនឹងដើមរបស់វាណានេះជាអនាមសវត្ថុដែលបព្វជិតមិនគួរប៉ះណាអញ្ចឹងត្រឡប់ទៅវិញព្រះឧបជាត្រូវតែប្រាប់លោកមិនណែនាំថាប៉ះអានទេអ្វីទៅជាកប្បយៈសំគួរនឹងបរិភោគប្រើប្រាស់អ្វីទៅជាអកប្បយៈមិនគួរបរិភោគប្រើប្រាស់អ្វីទៅជាបរាមាសវត្ថុដែលប៉ះបានអ្វីទៅជាបរាមាសវត្ថុដែលប៉ះមិនបានដល់ពេលអញ្ចឹងទៅបើនិយាយដល់ចំណុចហ្នឹងមានសំណួរមួយអាចចោទសួរមកថាចុះលោកត្រូវទោសអីណាត្រូវទោសអីពេលដែលលោកប៉ះហ្នឹងកិច្ចរបស់សាមណេរដែលមានគឺគួរដល់ទណ្ឌកម្មនិងនាសនាង្គៈដែលអាចជាទោសរបស់សាមណេរអត់មានកងនៃពួកអាបត្តិដោយភិក្ខុទេក្រៅពីទណ្ឌកម្មនាសនាង្គៈហ្នឹងបើទោសណាដែលជាគ្រូទោសដល់នាសនាង្គៈបើទោសណាជាលុទោសត្រូវត្រឹមទណ្ឌកម្មហ្នឹងឯងហើយណាថ្វាសូមលើកពីកម្ពីអត្តកថាបរិវារៈតេតើងនឹងទោសរបស់លោកអាបត្តិនៅក្នុងអត្តកថាបរិវារៈហ្នឹងលោកពោលថាបតិនាមៈបញ្ចនាងសហតមិកានាងហោតិតថធ្វិនណាងនិបរិយាយេនៈអបតិយវៈសក្ខមាណាសាមណេរីសាមណេរានាងបនៈអកប្បយតាអ្នកវត្តតិអ៊ិមិនីបរិយាយេនៈតេសង្ឃបតិអ្នកទេសៈពេតពោតន្តកម្មੰបនៈទេសង្ឃកាតពាំងអត្តកថាបរិវារៈពលលំអិតពីព្រះវិន័យបិដកភាគ6មកញាតិញោមអាបត្តិលោកប្រាប់ថារមែងមានដល់សហធម្មិកៈទាំង5សហធម្មិកៈទាំង5នោះបើនិយាយទៅដោយនិបរិយាយមានន័យថានិយាយត្រង់អត់លាក់បាំងអាបត្តិហ្នឹងគឺវាមានសម្រាប់តែភិក្ខុហើយនឹងភិក្ខុណីទេតែ2ពួកប៉ុណ្ណោះតែសម្រាប់សិក្ខាមាណាសម្រាប់សាមណេរសម្រាប់សាមណេរីអាបត្តិហ្នឹងវារមែងមានដោយបរិយាយគឺអីទៅដោយអមញាតិញោមដោយអមព្រោះវត្ថុនោះជាអកប្បយៈទើបមិនគួរណាភិក្ខុ
มันត្រូវឲ្យសហធម្មកៈទាំង3នេះសម្ដែងអាបត្តិចេញឯងតែក៏បីដាក់តន់ដែលកម្មឃើញទេมันក៏បីឲ្យសម្ដែងអាបត្តិចេញឯងក៏បីដាក់តន់កម្មតាមកំហុសរបស់ខ្លួនគួរដល់សហធម្មកៈទាំង3ពួកឥឡូវឧទាហរណ៍ថាពុបជាប្រាប់សាមណេរឲ្យថាអបរាមាសវត្ថុដែលមិនគូប៉ះរបស់ដែលមិនគូប៉ះស្ត្រីមាតុក្រាមនឹងមិនគូប៉ះទេស្រាប់តែសាមណេរនឹងនៅតែទៅប៉ះអញ្ចឹងអត់មានដាក់អាបត្តិលោកជាអាបត្តិបាចិត្តយៈជាថលច័យជានិស្សគិយៈឬក៏ជាកងពួកអាបត្តិណាមួយទេជាទុកត់អីអស់ទេអញ្ចឹងព្រះឧបជាក៏បីដាក់ត្រឹមតែទណ្ឌកម្មលោកសរុបរួមសេចក្តីមកសាមណេរមិនក៏បីប៉ះស្ត្រីទេព្រះឧបជាមានតួនាទីទូលមានលោកថាជាអនាមាសវត្ថុខ្ញុំគណៈអាត្មាភាពពូលប៉ុណ្ណឹងចុងក្រោយសូមរំលឹកដល់ញោមជាមាតុក្រាមគ្រប់រូបទោះបីជាលោកតូចល្អិតក៏ញោមមិនត្រូវទៅចាប់ពណ៌លោកដែរព្រោះលោកនេនទូចលោកអត់ទាន់មានវិចារណញ្ញាណខ្ពស់ដូចមនុស្សធំឬក៏មានស្មារតីចាស់ធំអត់ដឹងទេអត់ដឹងតែខ្លួនលោកជាលោកទេពេលប៉ះញោមនឹងវាខ្ញុំគណៈអាត្មាភាពមិនដឹងនិយាយថាម៉េចពូបល្អិតពេកអញ្ចឹងទូចពេកអញ្ចឹងណាគាត់តែភិក្ខុនឹងប្រាប់លោកថាជាអនាមាសៈមិនគូប៉ែស្ត្រីនឹងភេទអ្នកបួសស្មៅគឺជាសត្រូវដល់សន្ទុងមាតុក្រាមគឺជាសត្រូវដល់ពុបបជិតសមណៈហ្នឹងហើយណាហើយញោមស្រីត្រូវចាត់ទុកលោកនេនទូចនេះប្រៀបបីដូចជាភ្លើងដូចជាដុំភ្លើងដូចជាភ្លើងយើងក៏មើងងាយញោមតូចល្អិតមួយក៏អាចធ្វើយើងក្តៅបានដែរភ្លើងបើតូចល្អិតក៏ធ្វើយើងក្តៅបានដែរប៉ុន្តែបើយើងចេះប្រើប្រាស់ចេះឲ្យតម្លៃចេះរក្សាទុកភ្លើងនោះនឹងកើតទៅជាប្រយោជន៍ដល់យើងវិញសរុបសេចក្តីមកមានន័យថាបើញោមដឹងតែលោកជាសាមណៈហើយក៏បីគោរពលោកក្នុងនាមជាសាមណៈមិនឲ្យតម្លៃលោកចៅអញកូនអញប៉ិនចៅអញប៉ិនកូនអញលោកនៅតូចល្អិតថ្មអញចង់បីចង់អោបចង់ថើបអីអត់ទេនិយាយត្រង់ហ្នឹងនិយាយត្រង់ពេទ្យវត្ថុនិយាយពីលបើកប្រែតដែលគេយកមកចងក្រងប្រែត12ពួកសេសេជាសភៅហ្នឹងណានរណាមួយដឹងថាព្រះភិក្ខុឬសាមណេរត្រូវអាបត្តិដោយវត្ថុណាមួយដោយរបស់ណាមួយហើយនៅតែខ្លែងបន្លំនៅតែធ្វើដើម្បីឲ្យលោកនឹងសៅមងបុគ្គលនោះមានទោសខ្លួនឯងណានឹងខ្ញុំសម្រាប់ពរយ៉ាងណាឥឡូវចុងក្រោយបញ្ចប់នៃគុំវចនៈចំពោះអ្នកបបួសសាមណេរតូចបើលោកមានស្មារតីល្អស្គាល់ខុសត្រូវអាចពិចារណាបច្ចវេកណៈបានអាចទូលមានលោកបានបបួសទៅប៉ុន្តែបើនៅតូចល្អិតពេកកុំបបួសណាដំណៀលនឹងកើតឡើងទោសនឹងកើតឡើងសាមណេរទូចលោកមិនជូនមិនយាយនឹងត្រូវទៅចាប់លោកឯណាជូនលោករត់មកចាប់គេហ្នឹងដូចមើលឃើញក្នុងវីដេអូលោកលោកញ៉ាដែលលោកបង្ហាញកាលពីថ្ងៃមុននោះណាតាមរយៈเพจមួយណាសូមបានពោលឥឡូវសរុបរួមសេចក្តីមកស្ត្រីនេះជាអនាមាសៈមិនគួរប៉ះសាមណេរមិនត្រូវប៉ះបើសាមណេរណាប៉ះកិច្ចក្នុងនេះមិនមែនឲ្យលោកសំដែងបាត់ចេញទេត្រូវដាក់ទណ្ឌកម្មលោកកណាសូមប្រគេនត្រឹមប៉ុណ្ណឹងញាតិញោមពុទ្ធបរិស័ទសូមញាតិញោមបញ្ចេញមតិយោបល់ក្នុងវីដេអូនេះដោយក្រមសីលធម៌ហើយញាតិញោមលើកមកគម្ពីរណាយកមកអាងក៏លើកចោះខ្ញុំគណៈអាត្មាភាពនឹងទទួលការរិះគន់សពបែបយ៉ាងបើខ្ញុំគណៈអាត្មាភាពមានចំណុចខ្វះខាតខ្ញុំគណៈអាត្មាភាពនឹងទទួលលើកដាក់លើសេរីសាររបស់ខ្ញុំគណៈនឹងសិក្សាតាមលំអាននោះនឹងធ្វើការស្រាវជ្រាវបន្ថែមទៀតប៉ុន្តែដាច់ខាតឲ្យសាមណេរមិនក៏បីប៉ះហេតួនាទីពុបជាមិនត្រូវប្រាប់សាមណេរថា
ចាស់នឹងប៉ាបាន ឬក្មេងស្រីនឹងប៉ាបានអត់ទេប៉ុន្តែខ្ញុំកណាននៅតែគ្រប់គ្រងនៅព្រះរាជថេរខាសម្ដេចព្រះព្រហ្មរតនមុនីថាបើប្រសពមកប៉ះលោកមិនអីទេហើយខ្លាចតែលោកទៅប៉ះគេណាតើនឹងខ្ញុំណាគ្រប់គ្រងនៅក្នុងពុទ្ធវិន័យក៏មានសម្ដែងអញ្ចឹងប៉ុន្តែដល់កតុយវីដេអូសម្ដេចមានព្រះរាជថេរខាថាប៉ះមនុស្សចាំងមានអីហើយញាតិញោមអត់ដឹងវិន័យបន្ទោសោចជាមួយទៀតណាអញ្ចឹងវាគ្រាន់តែជាការមួយដែលយើងមិនបានសិក្សាឲ្យស៊ីជម្រៅពីពុទ្ធវិន័យប៉ុន្តែទាំងអស់នឹងសូមកុំបែកបាក់អីញាតិញោមអើយបងយើងញាតិញោមណាដែលមិនដឹងច្បាប់ហ្នឹងក៏លេខមករៀនច្បាប់ហើយញាតិញោមយល់ទៅថាអូខ្ញុំខុសហើយហ្នឹងហើយអ្នកដែលមិនទាន់បានសិក្សាវិន័យស៊ីជម្រៅអីហ្នឹងក៏គួរព្យាយាមប្រើពេលវេលារៀនពីព្រះវិន័យមើលពីព្រះវិន័យហើយអ្វីដែលសំខាន់បំផុតគឺក្រសួងធម្មការណាអាដាមរដ្ឋមន្ត្រីលោកមានកិច្ចការងារច្រើនអញ្ចឹងអ្នកដែលទទួលបន្ទុកនៅក្នុងក្រសួងធម្មការនេះដូចសម័យបច្ចុប្បន្នមានសិតតែអតីតសង្ឃហើយសង្ឃនោះសិតតែជាពហុសោតចេះដឹងកិច្ចការងារតាក់ទងនឹងសាសនាអីសូមឲ្យលោកជួយផងណាលោកចេញពាក្យចេញសម្ដីទៅព្រោះលោកធ្លាប់រៀនសូត្រចេះដឹងបងប៉ុន្តែខ្ញុំណាអាត្មាភាពនៅតែចងចាំអំពីអន្តរធានសាសនាហ្នឹងខ្ញុំណាឃើញត្រង់ចំណុចមួយដល់តែមែនតែនទៅលែងមាននរណាថាឲ្យណាលែងមាននរណាចាប់កំហុសណាធ្វើអីបានធ្វើទៅណាអាហ្នឹងចូលបត់អន្តរធានសាសនាមើលនៅក្នុងលង្កៈអន្តរធានបរិយ័តអន្តរធានបដិបត្តិអន្តរធានបដិវិធៈអន្តរធានលង្កៈអន្តរធានធាតុអន្តរធានណាមើលនៅក្នុងនោះចំណុចមួយនោះគឺបច្ចៈច្បាស់តាក់ទងនឹងបដិបត្តិអន្តរធានហ្នឹងដល់យូរណាខុសក៏លែងរិះគួនលែងអីដែរវាចូលបត់អន្តរធានសាសនាហើយសពថ្ងៃហ្នឹងអញ្ចឹងញាតិញោមកើតហើយបើយើងអត់ទប់អន្តរធានកាន់តែលឿនវាតើមានការទប់មានការច្រែងទើបសាសនាបាននៅយូរអញ្ចឹងណាញាតិញោមខាងរដ្ឋមន្ត្រីខាងក្រសួងធម្មការលោកចេញសារផងណាហើយដូចជាតាក់ទងប្រសងមកឡាយវីដេអូតាម page ផ្ទាល់ខ្លួនរបស់លោកថ្ងៃនេះល្អថ្ងៃនេះអាក្រក់ថ្ងៃនេះឲ្យលៀបឲ្យហេងហ៊ីមិនគួរធម្មការឬមន្ទីរធម្មការបិទមាត់ទេថារៀនក៏រៀនចុះសូមកុំឲ្យលោកចេញមកផ្សព្វផ្សាយថ្ងៃនេះកើតជ័យកើតលៀបកើតហេងអីព្រោះបើនិយាយទៅពាក្យទាំងអស់ហ្នឹងគេហៅតេតិឆានអ្នកកថាណាតេតិឆានកថាមិនមែនមានន័យថាសម្ដីរបស់សត្វទេសម្ដីរបស់ឆ្កែឆ្មាជ្រូកមាន់ទាមិនមែនមានន័យចឹងទេពាក្យណាដែលពោលទៅបិទបាំងនៅសម្បត្តិសួគ៌សម្បត្តិព្រះនិព្វានគេហៅតេតិឆានអ្នកកថាអញ្ចឹងដូចមកនិយាយចឹងវាខាត់ណាញាតិញោមអ្វីទៅទស្សនកម្មផលរបស់ពុទ្ធសាសនារបស់យើងគឺបែបប្រកបនិយមអ្វីគឺជាមានហេតុមានផលណាច្បាស់លាស់ពុទ្ធសាសនាចឹងសូមបញ្ចប់ត្រឹមប៉ុណ្្នឹងហើយញាតិញោមកុំចាំបាច់ណាពោលទាំងកិច្ចប៉ះពាល់គ្នាអីដោយប្រការធ្ងន់ធ្ងរអីគ្រាន់តែសូមឲ្យថាអ្នកដែលមិនធ្លាប់ដឹងហ្នឹងអាចរៀនទៅស្វែងយល់ទៅដឹងហើយយើងវាទៅហើយអ្នកដែលដឹងក៏ជួយប្រាប់អ្នកដែលមិនដឹងទៅហើយអ្នកមិនដឹងក៏គួរទទួលយកវត្តប្រណិប័តទៅណាសូមបញ្ជាក់ត្រឹមប៉ុណ្្នឹងសូមអរគុណណា